សូមគោរពជំរាបសួរបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាជាថ្មីនៅសាច់រឿងថ្មីមួយទៀតចង់ដឹងថាតើរឿងរ៉ាវថ្មីនេះមានអត្ថន័យយ៉ាងណាក៏ដូចជាព្រឺព្រួចញាប់ញ័រប៉ុណ្ណានោះក៏សូមអញ្ជើញស្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅកាលពីច្រើនទសវត្សរ៍មុនមានភូមិមួយឈ្មោះថាភូមិស្ងាត់ភូមិនេះពីមុនមកធ្លាប់មានភាពអ៊ូអរតែដោយសារមានការបំពានលើកន្លែងស័ក្តិសិទ្ធិភូមិទាំងមូលក៏ត្រូវបណ្ដាសាឲ្យរលាយបាត់ពីផែនទីតែម្ដងមនុស្សសត្វក៏ស្លាប់ដោយគ្មានមូលហេតុសល់តែវិញ្ញាណដែលវិលវល់មិនអាចទៅចាប់ជាតិបានហាក់បីដូចជាឃុំទុកដោយកម្លាំងងងឹតអ្វីមួយនៅក្នុងព្រៃនេះកាលនោះក៏មានយុវជនម្នាក់ឈ្មោះសុកហើយនឹងធឿនពួកគេទាំងពីរនាក់នេះមិនដែលជឿលើរឿងអបិយជំនឿឡើយពួកគេបានភ្នាល់គ្នាថាបើអ្នកណាហ៊ានចូលទៅបរបាញ់ក្នុងព្រៃនោះហើយយកសัตว์មកវិញបានអ្នកនោះក៏ក្លាយជាអ្នកខ្លាំងប្រចាំភូមិភាពមានះនិងភាពក្រអឺតក្រទមបាននាំពួកគេឲ្យឈានជើងចូលទៅក្នុងព្រៃនោះដែលជាទឹកដីសូម្បីតែសត្វស្លាបក៏មិនហ៊ានហោះកាត់ផងពេលឈានជើងចូលដល់មាត់ព្រៃស្រាប់តែមានខ្យល់គួចយ៉ាងខ្លាំងបក់បោកមកលើពួកគេសំឡេងខ្យល់បក់កាត់ដើមឈើឮសូរដូចសម្រែកមនុស្សដែលកំពុងតែឈឺចាប់សុកក៏ចាប់ផ្ដើមមានអារម្មណ៍ថាហាក់ដូចជាមានភ្នែករាប់រយគូកំពុងសម្លឹងមើលពួកគេប៉ុន្តែពេលងាកមើលទៅគឺឃើញតែមេឈើងាប់ងាប់ដែលមើលទៅស្រដៀងនឹងដៃខ្មោចលុះមួយសន្ទុះក្រោយមកពួកគេក៏បានឃើញសត្វឆ្លុះមួយក្បាលដែលមានភ្នែកមានពន្លឺពណ៌ក្រហមពេលនោះដែរធឿនក៏មិនរងចាំយូរទៀតទេក៏លើកកំភ្លើងដែលនៅក្នុងដៃបាញ់សម្ដៅទៅលើសត្វជ្រូកនោះភ្លាមសត្វនោះក៏ដួលព្រុសតែម្ដងពួកគេក៏រត់ទៅមើលដោយក្តីត្រេកអរតែអ្វីដែលនៅចំពោះមុខគេមិនមែនជាសត្វឆ្លុះទេគឺជាដុំឈើចាស់មួយរុំដោយក្រណាត់សំពងសំពាយមើលទៅហាក់ដូចជាសាកសពក្មេងម្នាក់ដែលត្រូវគេយកមកបោះបង់ចោលនៅទីនេះដោយការភ័យខ្លាចពួកគេព្យាយាមរត់ត្រឡប់ទៅវិញពួកគេរត់អស់រយៈពេលជាច្រើនម៉ោងរហូតដល់ហត់ដង្ហក់តែចុងក្រោយពួកគេនៅតែដល់ចំណុចដើមឈើធំដដែលដើមឈើនោះមានស្នាមឆ្លាក់ឈ្មោះរបស់ពួកគេទាំងពីរនាក់ដែលពួកគេមិនដែលបានឆ្លាក់សោះវាហាក់ដូចជាព្រៃនេះកំពុងលេងសើចនឹងជីវិតរបស់ពួកគេរហូតដល់មេឃងងឹតធឿនចាប់ផ្ដើមឃើញស្រមោលខ្មៅខ្ពស់ខ្ពស់ដើរអមសងខាងផ្លូវស្រមោលទាំងនោះមានរូបរាងវែងខុសពីមនុស្សធម្មតាក្បាលស្រមោលនោះក៏អើតមកជិតកញ្ចឹងករបស់ពួកគេរួចដកដង្ហើមចេញមកត្រជាក់ស្រេបពេលសុកបញ្ចាំងចង្កៀងទៅស្រមោលទាំងនោះក៏រលាយបាត់ទៅក្នុងដើមឈើវិញសំឡេងសើចបន្លឺក្រោយខ្នងពួកគេមានក្មេងប្រុសម្នាក់សក់កំប៉ោយបង្ហាញខ្លួនចម្ងាយប្រហែលជា10ម៉ែត្រពីពួកគេក្មេងនោះមិនបានដើរទេប៉ុន្តែបែរជាហោះតិចតិចកាត់ព្រៃរួចក៏បាត់ខ្លួនទៅក្នុងគុម្ពបន្លាបាត់ទៅសុកក៏បានដឹងភ្លាមៗថានេះគឺជាកូនក្រឬក៏ព្រាយកុមារដែលវិញ្ញាណរបស់គេត្រូវបានឃុំទុកលុះមួយសន្ទុះក្រោយមកស្រាប់តែមានអពណ៌សយ៉ាងក្រាស់គ្របដណ្ដប់លើពួកគេក៏មើលគ្នាលែងឃើញសូម្បីតែនៅជិតគ្នាក៏ដោយសម្រែកហៅឈ្មោះគ្នាទៅវិញទៅមកកាន់តែខ្សោយទៅរហូតដល់បាត់ឈឹងតែម្ដងសុកត្រូវនៅម្នាក់ឯងកណ្ដាលព្រៃធំដែលមានតែសំឡេងសត្វទីទុយជាការទទួលស្វាគមន៍ប៉ុណ្ណោះសុកក៏បានដើរទៅមុខតែម្នាក់ឯងដោយភាពងងឹតរហូតឃើញពន្លឺភ្លើងព្រឹមចេញពីខ្ទមមួយស្រាប់តែដល់ទីនោះសុកក៏បានឃើញយាយម្នាក់កំពុងតែអង្គុយមុខចង្ក្រានគាត់ងើបមុខមកញញឹមស្ញែងបង្ហាញថ្មិញខ្មៅងងឹតរួចហៅសុកឲ្យចូលទៅហូបបាយសុកឃ្លានខ្លាំងពេកក៏ដើរចូលទៅរកប៉ុន្តែអាចមើលក្នុងឆ្នាំងគឺពោពេញទៅដោយដង្កូវនិងភ្នែកមនុស្សកំពុងតែសម្លឹងមើលគេពេលនោះដែរស្រីចាស់ម្នាក់នោះ
ក៏បានហែកស្បែកមុខចេញคล้ายជាខ្មោចស្រីម្នាក់សក់វែងអន្លាយក្រចកដៃវែងហោះសំដៅមករកសុកតែម្ដងសុកក៏បានដួលភ្ងាក់ក្រោយរួចប្រញាប់រត់ចេញទាំងភ័យញ័រធ្មេញតែម្ដងខ្មោចនោះស្រែកថាឯងមកទីនេះត្រូវតែនៅទីនេះជាមួយយើងលុះរត់បានមួយសន្ទុះសុកក៏បានទៅជួបនឹងធឿនវិញតែធឿនមិនមែនជាធឿនដែលគេស្គាល់ពីមុនឡើយធឿនអង្គុយក្បែរដើមឈើភ្នែកស្លក់ដៃកំពុងកេះដីស៊ីទាំងតាក់ក្រហល់នៅពេលដែលសុកហៅធឿនក៏ងាកមកសើចរួចនិយាយសំឡេងដូចមនុស្សចាស់ថាពិតជាយ៉ាងណាសាច់មនុស្សស្រស់វាពិតជាយ៉ាងណាពួកគេទាំងពីរនាក់ដើរទៅដល់ស្រះទឹកមួយទឹកក្នុងស្រះនោះមានពណ៌ក្រហមឆ្អៅនិងមានក្លិនឆ្អាបដូចឈាមមនុស្សនៅលើផ្ទៃទឹកមានសក់មនុស្សអណ្ដែតពេញនិងមានដៃជាច្រើនលុះចេញមកពីក្នុងទឹកហាក់ដូចជាកំពុងសុំឲ្យពួកគេជួយសង្គ្រោះមេឃចាប់ផ្ដើមងងឹតស្លុបគ្មានផ្កាយសូម្បីតែមួយដួងស្រាប់តែដីនៅជុំវិញខ្លួនរបស់ពួកគេចាប់ផ្ដើមប្រេះបែកក្រហែងសាកសពដែលស្អុយរលួយនៅក្នុងដីនោះចាប់ផ្ដើមងើបចេញម្ដងមួយពួកគេគឺជាខ្មោចអ្នកភូមិដែលស្លាប់ក្នុងបណ្ដាសាខ្មោចទាំងអស់នោះក៏បានដើរតម្រង់មករកសុកយឺតដោយសំឡេងដកដង្ហើមធ្ងន់នៅពេលនោះដែរនៅកណ្ដាលវងខ្មោចមានបុរសម្នាក់ស្លៀកឈុតខ្មៅកាន់ដំបងឆ្អឹងមនុស្សគេគឺជាគ្រូអាគមដែលបានសម្លាប់អ្នកភូមិទាំងមូលដើម្បីយកព្រលឹងមកចិញ្ចឹមអំណាចរបស់ខ្លួនឯងគេសម្លឹងមើលសុករួចក៏និយាយថាជីវិតឯងគឺជាការបូជាចុងក្រោយរបស់ឯងពេលនោះសុកក៏នឹកឃើញភ្លាមដល់ខ្សែចង្កេះស័ក្តិសិទ្ធិដែលឪពុកខ្លួនធ្លាប់ឲ្យគេក៏ដកមកកាន់រួចសូត្រធម៌ការពារខ្លួនពន្លឺពណ៌មាសចេញពីខ្សែចង្កេះនោះធ្វើឲ្យវិញ្ញាណទាំងឡាយមិនហ៊ានចូលចិត្តឡើយសុកព្យាយាមអូសដៃធឿនដើម្បីរត់គេចចេញពីទីនោះពេលនោះដែរស្រាប់តែមានពន្លឺចង្គៀងពណ៌ខៀវមួយដ៏ចម្លែកបង្ហាញផ្លូវគេនៅខាងមុខពួកគេក៏បានដើរតាមពន្លឺនោះដោយក្តីសង្ឃឹមប៉ុន្តែពន្លឺនោះបែរជានាំពួកគេទៅដល់មាត់ជ្រោះដ៏ជ្រៅមួយដែលនៅខាងក្រោមនោះពោពេញទៅដោយបន្លានិងឆ្អឹងសាកសមវាគឺជាល្បិចរបស់វិញ្ញាណដើម្បីឲ្យពួកគេធ្លាក់ចូលទៅក្នុងអន្ទាក់មរណៈកម្លាំងខ្យល់ខ្មោចបក់បោកយ៉ាងខ្លាំងធ្វើឲ្យធឿនរបូតដៃចេញពីសុកធឿនត្រូវខ្យល់ខ្មោចនោះបក់បោកចូលទៅក្នុងរណ្ដៅមរណៈខ្មោចនោះសុកជួយអញផងសុកជួយអញផងហើយនេះក៏ជាពាក្យចុងក្រោយរបស់ធឿនផងដែរមុននឹងត្រូវវិញ្ញាណរាប់រយកំពុងហែកសាច់ស៊ីទាំងរស់សុកអាណិតធឿនជាខ្លាំងគេក៏បន្តដំណើរទៅមុខទៀតទាំងទឹកភ្នែកលុះគេដើរបានមួយស្របក់គេក៏បានឃើញមាត់ព្រៃនិងមានផ្ទះអ្នកភូមិនៅជិតនោះផងដែរសុកក៏រត់សំដៅទៅផ្ទះមួយប៉ុន្តែពេលគេបើកទ្វារចូលផ្ទះនោះប្រែជាមឈូសថ្មដ៏ធំទៅវិញប្រែคล้ายទៅជាគ្មានភូមិគ្មានមនុស្សនិងមានតែទីបូជាសពដែលស្ងាត់ជ្រងំកណ្ដាលព្រៃដដែលស្រាប់តែពេលនោះគ្រូអាគមងងឹតក៏បង្ហាញខ្លួនម្ដងទៀតគេក៏និយាយទៅសុកថាបើឯងចង់ចេញទៅវិញឯងត្រូវទុកភ្នែកមួយជំហាននិងព្រលឹងពាក់កណ្ដាលនៅទីនេះសុកគ្មានជំរឿគេត្រូវតស៊ូប្រកាច់ប្រកិនជាមួយនឹងវិញ្ញាណអាក្រក់នោះការប្រយុទ្ធគ្នារវាងមន្តអាគមសនិងខ្មៅក៏បានធ្វើឲ្យព្រៃទាំងមូលរញ្ជួយនៅពេលព្រះអាទិត្យរះសុកបានដេកសន្លប់នៅក្បែរផ្លូវលំចូលភូមិអ្នកភូមិបានជួយសង្គ្រោះគេតែសុកលែងជាសុកដូចមុនទៀតហើយគេអង្គុយសម្លឹងទៅព្រៃនោះទាំងភ័យខ្លាចជានិច្ចជារៀងរាល់យប់គេតែងតែឮសំឡេងធឿនហៅឈ្មោះគេចេញពីក្នុងព្រៃសុកអើយ
មកលេងជាមួយអញវិញមកបាទរឿងរ៉ាវនេះក៏ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនដែលបានទស្សនាស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នានៅសាច់រឿងថ្មីទៀតណាបងប្អូនបាទសូមអរគុណសូមជម្រាបលា